សួស្តីអ្នកនរគ្នាថ្ងៃនេះយើងជុំវិញតើតើថ្ងៃនេះខ្ញុំនឹងបង្ហាញពីការ set up នៅ GPO Group Policy Object នៅលើ Windows Server យើងដើម្បី apply permission ឬក៏ rule អីទៅ computer client របស់យើងដែល connect មកក្នុង domain របស់យើងចឹងសួរថា Group Policy Object ហ្នឹងគេជាអ្វីសារថ្មីជាអ្វី Group Policy Object ហ្នឹងគឺគ្រាន់តែវាដូចជា tele មួយចឹងដែលយើងអាចធ្វើការ remote ឬក៏ remote ដើម្បីបង្កើត rule ឬក៏ configuration setting អីផ្សេងៗទៅកាន់client computer របស់យើងដើម្បីក្នុងការបិទឬក៏បើកឬក៏ការ limit access ទៅលើអីមួយនៅក្នុង computer នៅក្នុង domain របស់យើងចឹងហើយចុះយើងសួរថាប្រើវាដើម្បីអីគឺប្រើវាគឺងាយស្រួលក្នុងការ manage គ្រប់គ្រងហើយនឹង group policy យើងអាច apply តែមួយយើង set setting តែមួយតែយើងអាច apply rule ទាំងអស់ហ្នឹងទៅកាន់ computer ផ្សេងៗទៅតាម group ផ្សេងៗទៅតាម OU ផ្សេងៗបានហើយក៏វានឹងចំណេញពេលដែរអញ្ចឹងខ្ញុំចូលមកបង្ហាញហ្មងគឺដោយសារតែវីដេអូពីមុនយើងបានបង្កើត LMC ហើយ my LMC ហ្នឹងហើយអញ្ចឹងឥឡូវយើងចូល my LMC មកតមកទៀតយើងអត់ទាន់មានទេគឺយើងអត់ទាន់មាន group policy object ទេអញ្ចឹងយើងត្រូវទៅការទៅ add feature វាមិនសិនដើម្បីឲ្យវាមាននៅក្នុង group policy LMC នេះអញ្ចឹងដើម្បី add វាទីមួយគឺយើងត្រូវចូលនេះ sorry ដោយសារតែនេះគឺយើងនឹងចូលមកកាន់ file មកទៅ add and remove snap animal អញ្ចឹងយើងនឹងប្រើទៅរក group policy object មកដើម្បីយើងធ្វើការនេះធ្វើការទៅលើវានេះជា group policy object អញ្ចឹងយើង add ទៅលើយើង add វាមួយមកតទៅទៀតគឺយើង add បានហើយវា load មកកន្លែងនេះយើងចុច OK មកអញ្ចឹងវានឹងចេញ group policy មួយមកឲ្យយើងដែលមាន forest 4 ថៃនេះជា domain របស់យើងនេះជា site ចឹងនៅក្នុង domain របស់យើងវាមានគឺយកចេញពី Active Directory របស់យើងដែលយើងអាចយកបានមកកើត OUPP OU មួយដើម្បីទៅ manage account នេះទាំងអស់ហ្នឹងអញ្ចឹងនៅពេលដែលយើងបង្កើតមកវានឹងមាន default group policy មួយដែលឲ្យយើងដែរហ្នឹងគឺជា default របស់វាដែលយើងត្រូវ apply ទៅហ្នឹងហើយមាន group policy object មាន OU របស់យើង domain controller អីចឹងនៅពេលដែលខ្ញុំចង់បង្កើត group policy ថ្មីគឺខ្ញុំគ្រាន់តែ right click ទៅលើវាយើងមាន option 2ទី1គឺយើង link ទៅ existing GPO មានន័យថា group policy object ហ្នឹងយើងបានបង្កើតរួចហើយអញ្ចឹងយើងចាំតាយើងគ្រាន់តែ add user ឬក៏ department ចូលទៅក្នុង GPO មួយហ្នឹងអញ្ចឹងdepartment ឬក៏ OU មួយហ្នឹងគាត់នឹង apply ទៅ GPO មួយហ្នឹងហើយអញ្ចឹងដោយសារតែយើងអត់ទាន់មានអី GPO អីថ្មីទេគឺយើងនឹងបង្កើត GPO ថ្មីមួយដែលយើងចុចទៅលើ option ទី1នេះហើយនឹងយើងដាក់ឈ្មោះ group policy object ហ្នឹងទៅទី1ឧទាហរណ៍ថាខ្ញុំចង់ ban flash ឈប់ចាំតិចខ្ញុំចូលទៅនេះ department អញ្ចឹងខ្ញុំចង់ ban flash ទៅលើ department computer science អញ្ចឹងខ្ញុំបង្កើតនេះមកអញ្ចឹងខ្ញុំដាក់ ban flash អញ្ចឹងដោយសារតែយើងអត់ទាន់បានបង្កើត starter GPO ទេយើងដាក់វា none center ចាំអាហ្នឹងយើងបង្កើតតាមក្រោយអញ្ចឹងយើងដាក់ ban flash ចឹងមកអញ្ចឹងនៅពេលដែលយើងបានបង្កើត GPO ហើយវានឹង load ចេញមកចេះGPO ដែលយើងបានបង្កើតសួរថា GPO នេះយើងប្រើបានដែរគឺនៅទេយើងបានបង្កើតបានប៉ុន្តែយើងអត់ទាន់បាន set rule ឬក៏ setting ឲ្យទៅឲ្យវាទេអញ្ចឹងនៅពេលដែលយើងបង្កើតបានហើយយើងនេះមកយើងមកស្ដាំលើអាហ្នឹងមកទៅយើងចូលពី edit ចូល edit អញ្ចឹងយើងនឹងចូលមកដល់ផ្ទាំងមួយនេះទៀតអញ្ចឹងយើង ban computer វាមាន ban user configuration ហើយនឹង ban computer អញ្ចឹងយើង ban ទៅ flash យើងប្រកាសជា ban ទៅលើ computer ហើយអញ្ចឹងយើងចុចទៅលើ policy នេះមកយើងចុចទៅលើ administrative បន្តមកទៀតគឺយើងfilter option សិនយើងអាច filter option អូខេយើងបើក enable keyword filter នេះមកអញ្ចឹងឧបមាថានៅក្នុង
ម្ដងត្រង់ហ្នឹងយើងអាចប្រើពាក្យ removable បាន removable ហ្នឹងយើងអាចដឹងបានទេអ្នកនរគ្នាអាចឆែកទៅលើ Google អីថា keyword អីហ្នឹងអញ្ចឹងដោយសារវាអត់ច្បាស់ពីខ្លះយើងដាក់ USB អីហ្នឹងទៅក៏ឲ្យត្រូវនឹង context ន័យថាយើងចង់ remove អីយើងដាក់ឲ្យទៅតាមហ្នឹងទៅប៉ុន្តែចំពោះ flash មួយនេះវាគួរតែប្រើពាក្យ remove មកអញ្ចឹងខ្ញុំសាកតេស្តចុច OK no ខ្ញុំបិទអានេះវិញចុច OK អញ្ចឹងនៅពេលដែលអញ្ចឹងខ្ញុំចូលក្នុង setting មកវានឹងចេញ option មួយចំនួនតែវានឹង filter option មួយចំនួនដែលយើងបានរើសហ្នឹងអញ្ចឹងដោយសារតែនេះដោយសារតែមកអស់ហើយអញ្ចឹងខ្ញុំសូមចុចទៅលើពាក្យremove all removable storage class deny all access ហ្នឹងអញ្ចឹងខ្ញុំ double click លើវាអញ្ចឹងនេះវានឹងកំណត់ option ហើយអញ្ចឹងវាមាន3 option ហ្នឹងអាហ្នឹងទី1គឺ not configure ទី2 enable និងទី3 disable អញ្ចឹងដើម្បីយើងប្រើវាបានយើងប្រើចុចពាក្យ disable ទៅ enable នោះមានថាយើងយកអា rule មួយហ្នឹងអា setting ហ្នឹងយើងយកមកប្រើនៅក្នុង GPO របស់យើងបើសិនបើ disable មានថាយើងអត់ប្រើវាទេអញ្ចឹងយើងចុចទៅលើ apply យើងចុច OK អញ្ចឹងតទៅពីយើងបានអាហ្នឹងហើយអញ្ចឹងយើងចេញមកវិញអញ្ចឹងយើងចេញមកវិញយើង exit មកអញ្ចឹងយើងនឹងបាន group policy មួយទៅលើគឺ ban flash នេះ ban flash របស់យើងនេះយើងបាន group policy មួយនៅក្នុង computer សិនហ្នឹងគឺយើង ban flash ចោលយើងបន្ទាប់ពីអញ្ចឹងយើង save វាមកហើយយើងត្រូវចូល command ដើម្បី update ឲ្យ group policy ហ្នឹងវា apply ទៅuser របស់យើងប្រើ gp update -force ចឹងវានឹងទៅ update group policy របស់យើងដែលយើងបាន add ban flash មិញទៅកាន់ user ផ្សេងៗទៀតអញ្ចឹងវាដាក់computer policy has complete successfully ហើយអញ្ចឹងយើងនេះអ្នកខ្ញុំនឹងដោត flash ចូលទៅ window របស់យើងនេះជា window client របស់យើងដែលយើងបានបិទទៅលើរបស់គាត់ហ្នឹងនេះមានថានៅពេលដែលយើងដោតហើយគឺគាត់អាចចូលបានទេនេះគឺជា flash របស់យើងខ្លះខ្លីអញ្ចឹងនៅពេលដែលយើងបានកំណត់ហ្នឹងអញ្ចឹង user នៅពេលដែលគាត់ចង់ប្រើ flash អីគឺប្រើអត់បានទេគឺគាត់នឹងចូល restrict ហ្នឹងអញ្ចឹងយើងបន្តមកទៀតគឺយើងនឹងទៅការ group policy មួយទៀតដើម្បី set wallpaper ទៅឲ្យ organization របស់យើងអញ្ចឹងខ្ញុំនៅតែកន្លែងដោយសារតែនៅក្នុង OU របស់ខ្ញុំបង្កើតថា OUP មក department មានតែ computer science មួយទេអញ្ចឹងខ្ញុំនឹង apply wallpaper ទៅក្នុង user ទាំងដែរណាដែលគាត់នៅក្នុង OU របស់យើងអញ្ចឹងច្បាស់ទៅនេះ OUPP computer science នឹងមាន account admin account system វាហ្នឹងយើងនឹង apply wallpaper ទាំងអស់ទៅក្នុង department មួយហ្នឹងនេះនៅពេលដែលយើងនេះហើយខ្ញុំបានទៅ save រូបបានហើយគឺរូបមួយនេះគឺរូបឆ្កែមួយនេះគឺខ្ញុំបាន save វាអញ្ចឹងខ្ញុំនឹងចូលទៅក្នុង MMC ខ្ញុំនឹង add remove plugin នេះមកខ្ញុំនឹងចូលទៅរកមើល folder share សំតិចshare folder នេះអញ្ចឹងខ្ញុំចុច add មកវាមកអញ្ចឹងខ្ញុំដាក់ everything ដែល by default អញ្ចឹង
ចឹងខ្ញុំ add វាហើយខ្ញុំចុច OK ចឹងវាមិនមាន share folder មួយមកឲ្យយើងចឹងខ្ញុំចុចទៅលើពាក្យ share នេះខ្ញុំចុច new share នឹងវានឹង welcome យើងទៅ share យើងឲ្យយើង select ទៅលើ share អីមួយណាអញ្ចឹងយើងចុច share អញ្ចឹងយើងលើ folder ដែលយើងទៅ share មកអញ្ចឹងខ្ញុំជ្រើស drive C ដើម្បី share ទិន្នន័យរបស់យើងនេះអញ្ចឹងខ្ញុំអាចបង្កើត add new folder មកខ្ញុំដាក់ wall page អូខេអញ្ចឹងខ្ញុំនឹង share folder wallpaper មួយនេះទៅក្នុងនេះរបស់យើងអញ្ចឹងយើងនេះគឺជា file ដែលយើងត្រូវ access pass នឹងបានហើយនឹង wallpaper share name អូខេអញ្ចឹងចុច next មកទៀតមកអញ្ចឹងវាមាន option ជាច្រើនដែលឲ្យយើងត្រូវរើអញ្ចឹងខ្ញុំសូមរើយកទី1ដែល user គាត់អាច read only បានទេអូខេអញ្ចឹងខ្ញុំ finish អញ្ចឹងខ្ញុំបាន share folder មួយដែលយើងអាច share បានអញ្ចឹងឧទាហរណ៍ថាខ្ញុំត្រូវតែ copy រូបមួយមិញដកមកហ្នឹងខ្ញុំនឹងចូលទៅដាក់វានៅក្នុង drive C wallpaper មួយនេះអញ្ចឹងខ្ញុំខាសវាចូលទៅអូខេ copy អត់បានអញ្ចឹងទៅអូខេខ្ញុំចូលទៅក្នុង drive C ខ្ញុំចូល wallpaper តាមទៅខ្ញុំខាសវាចូលអូខេអញ្ចឹងនៅពេលដែលយើងបានអាហ្នឹងហើយយើងនឹងចូលមកបង្កើតGPO របស់យើងមួយទៀតអញ្ចឹងនៅក្នុងនេះយើងចូលមក folder បន្ថៃហ្នឹងយើងចូល domain យើងចូល domain របស់យើងមកបន្ថៃ localhost ហ្នឹងទៅយើងចូល RUBP ចូល department អញ្ចឹងយើងចូល computer science ក៏ដែរហើយយើងនឹង add existing GPO អញ្ចឹងយើងដាក់ថា wall page her wallpaper អញ្ចឹងយើងចុចទៅលើពាក្យ edit បន្តមកទៀតអញ្ចឹងអ្នកទាំងអស់គ្នាយើងអាច apply wallpaper នោះទៅបាន computer ក៏បាន user ក៏បានអញ្ចឹងខ្ញុំនឹង apply វាទៅលើ user ហើយខ្ញុំចូល policy administrative ហើយខ្ញុំ all setting ហើយទៅខ្ញុំចុច option ទៅ filter option ទៅលើវា filter option អញ្ចឹងគឺយើងមានសន្សំដូចតែមុននេះទេគឺយើងរាវវាទៅរាវវាដើម្បីដឹងឲ្យវា filter មក option បន្តិចឲ្យយើងដើម្បីយើងងាយស្រួលរកអ្វីដែលយើងចង់រកអញ្ចឹងអូខេអញ្ចឹងយើងចុច on sorry filter option wallpaper មានដូចថាខ្ញុំ save paper ខុសអញ្ចឹងយើងចូល all setting មកអញ្ចឹងយើងនឹងឃើញពាក្យ desktop wallpaper អញ្ចឹងយើងនឹងចុច right click លើវាចុច edit អញ្ចឹងយើងយកពាក្យ enable នេះអញ្ចឹងយើងគឺ wallpaper name នេះគឺជា wallpaper ដែលយើងទុកនៅកន្លែងណាដែលក្នុង domain របស់យើង local របស់យើងអញ្ចឹងខ្ញុំសូម search តាក់ទងជាមួយនឹងcomment pro បន្តិចដើម្បីមើលទៅលើវាខ្ញុំដាក់ IP config មក IP config អូខេអញ្ចឹងនេះគឺជា IPv4 របស់យើង copy IPv4 ហ្នឹងមក Control Cតមកទៀតយើងនឹង slash 2ហើយទៅ slash k slash wallpaper slash jpg ជាងអានេះគឺជា option នៃ wallpaper របស់យើងអញ្ចឹងខ្ញុំសូមសាកទៅ search ទៅក្នុងទៅវាត្រូវអីទេគឺត្រូវហើយអញ្ចឹងខ្ញុំដាក់អញ្ចឹងតមកទៀតខ្ញុំចាក់ apply បន្ទាប់ពីយើង apply ហើយយើងនឹងឃើញយើងអាចចុច exit មកបានចូល file exit ទៅយើងនឹងឃើញGPO ថ្មីមួយវាចេញនៅក្រោម bank file យើងបានបង្កើតមកហើយអញ្ចឹងយើងនឹងចូល command pro មួយទៀតដើម្បី update មួយហ្នឹងlet's say នឹងដាក់ gp update ដាក់
force ចឹងយើងនឹង force update ទៅលើ group policy ដែលយើងបានបង្កើតថ្មីទៅក្នុង client របស់យើងចឹងអញ្ចឹងទីទៀតខ្ញុំនឹង log in ចូលទៅក្នុង computer មួយទៀត user មួយទៀត user 4 ថៃដែរនេះអ្នកនរខ្ញុំនឹងចូលទៅក្នុង Windows វិញមកតទៅទៀតចង់ restart វាចូល restart ដើម្បីយើងឲ្យអ្វីដែលយើង update policy វិញវាចូលកាន់មកយើងអូខេចាំតិចណាចាំអូខេចូលដល់ user ហើយ OP នឹងយើងចឹងនៅពេលយើង log in នេះយើងនឹងមានរូប wallpaper ដែលយើងបាន set up ពី Windows Server របស់យើងមិញនឹងចូលទៅក្នុង computer របស់យើងចឹងនេះជា wallpaper ថ្មីយើងអាច share folder មក